បាទសូមគោរពនិងសូមជម្រាបសួរបងប្អូនទាំងអស់គ្នាបាទនៅក្នុងថ្ងៃនេះខ្ញុំចូលមកធ្វើការបង្ហាញបាទនៅលទ្ធផលបន្តទៀតអញ្ចឹងម្សិលមិញបាទខ្ញុំបានឲ្យ82បាទ72និង04បាទអញ្ចឹងខ្ទង់0ចេញ01ទេបាទហើយខ្ទង់8ខ្ទង់7អត់មានចូលទេសម្រាប់នឹង BCD បាទហើយតេតងទៅនឹងហូខ្ញុំឲ្យ1972ហើយនឹង64ក៏មានចូលដែរដោយសារតែបោះហូវាចេញ03បាទហើយចឹងទេនៅក្នុងថ្ងៃនេះខ្ញុំសូមចូលមកធ្វើការបង្ហាញក៏ប៉ុន្តែសម្រាប់វីដេអូម៉ោង6គឺខ្ញុំធ្វើផ្សេងគ្នាបាទខ្ញុំដកម៉ោង6ចេញសម្រាប់ធ្វើម៉ោង6ក៏ប៉ុន្តែដោយសារម្សិលមិញភ្លៀងទៅក៏ខកអត់បានធ្វើបាទហើយនៅក្នុងថ្ងៃនេះគឺថ្ងៃទី5ខ្ញុំសូមធ្វើការផ្លាស់ប្ដូរបាទនៅក្នុងថ្ងៃនេះគឺថ្ងៃសុក្រក៏ប៉ុន្តែតម្រុយគឺខ្ញុំដាក់ដូចធម្មតាអញ្ចឹងដោយសារតែយើងបែងចែកល្វែងលើល្វែងក្រោមណាបាទអញ្ចឹងហូយើងកំសាន្តទាំងអាហូទៅចំណែកABCD យើងកំសាន្ត BCD ទៅបាទព្រោះអីវាត្រូវអញ្ចឹងណាកាលណាបើយើងចោលវាពេលខ្លះបើយើងចោលវាខ្លាចចេញមកទៅវាចំបាទឥឡូវខ្ញុំសូមធ្វើការលុបនៅតម្រុយសិនបាទដើម្បីដាក់បន្តបាទយើងសម្រាប់បងប្អូនដែលចូលចិត្តនៅក្នុងវីដេអូមួយនេះសូមបងប្អូនទាំងអស់គ្នាជួយចុច Subscribe បាទនិងជួយចុច Like បានម្នាក់មួយផងហើយរាល់ការចូលរួមកំសាន្តយើងកំសាន្តបានតិចតួចបំផុតតាមអាចធ្វើបានបាទហើយយើងកំសាន្តរងឬក៏ត្រឡប់របៀបនៃការកំសាន្តណាបាទចឹងទេខ្ញុំដាក់6ដូចសពដងបាទទី1គឺខ្ញុំមាន27បាទទី2បាទគឺខ្ញុំមាន33ហើយនឹងទី3គឺខ្ញុំមាន11បាទចឹងនេះគឺជាតម្រុយសម្រាប់ល្វែងហូហ្នឹងគឺបងប្អូនអាចកំសាន្តហូបាទដោយសារតែថ្ងៃសុក្រយើងអាចរួមជាមួយគ្នាណាអញ្ចឹងហូបាទហើយតកតងទៅនឹងល្វែងខាងក្រោមបាទមានន័យថា BCD ណាដោយសារតែថ្ងៃនេះនិងហូរួមជាមួយគ្នាហើយអញ្ចឹងយើងយក3ខ្ទង់លើហ្នឹងកំសាន្ត BCD បានបាទហើយខ្ញុំបញ្ជាក់ណាសម្រាប់លទ្ធផលដែលដាក់នេះគឺគ្រាន់តែជាតម្រុយទេវាមិនមែនត្រូវ 100% ទេបាទបើសិនជាបងប្អូនកំសាន្តយើងកំសាន្តតិចតួចតាមដែលអាចធ្វើទៅបានបាទអញ្ចឹងតង់ទី1នៅល្វែងលើនេះគឺខ្ញុំមាន78បាទ73បាទហើយនឹង34បាទអញ្ចឹងនេះគឺជា3ខ្ទង់បាទដែលខ្ញុំនឹងធ្វើការដកស្រង់បាទកតុយ3កតុយ4កតុយ7កតុយ8ណាបាទអញ្ចឹងនៅក្នុងវីដេអូមួយហ្នឹងគឺមានតែប៉ុណ្្នឹងទេបាទហើយសម្រាប់បងប្អូនដែលចូលចិត្តបាទកុំភ្លេចជួយចុច Subscribe ជួយចុច Like ហើយអ្វីដែលសំខាន់សូមបងប្អូនទាំងអស់គ្នាជួយដាក់សញ្ញារូបកណ្ដឹងបាទម្នាក់មួយផងបាទសូមអរគុណសម្រាប់ការតាមដាននៅក្នុងវីដេអូមួយនេះហើយនឹងសូមជូនពរបងប្អូនទាំងអស់គ្នាបាទជួបតែសំណាងល្អនិងសុខភាពល្អទាំងអស់គ្នាបាទសូមអរគុណនិងសូមគោរពលា